បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទស្សន៍ទាយគូស្នេហ៍នៅថ្ងៃនេះខ្ញុំសូមលើកយកគូស្នេហ៍មួយគូគួរយកកូនស្រីឬកូនប្រុសល្អជាងការទស្សន៍ទាយអំពីគូស្នេហ៍មួយគូគួរយកកូនស្រីឬកូនប្រុសល្អជាងនោះគឺសម្រាប់គូស្នេហ៍ទើបនឹងរៀបការថ្មីថ្មោងក៏ត្រូវគូស្នេហ៍រៀបការយូរហើយចង់បានកូនទៀតក៏ត្រូវក៏ប៉ុន្តែគូស្នេហ៍គួរយល់ដឹងអំពីកំណត់កូននីមួយៗកូនខ្លះកើតមកនាំលាភសំណាងឲ្យគ្រួសារធ្វើឲ្យឪពុកម្ដាយរកស៊ីឡើងឬត្រូវប៉ាន់អ្វីមួយរីឯកូនខ្លះទៀតកើតមកធ្វើឲ្យគ្រួសារបែកបាក់គ្នារកស៊ីខាត់បងមានគ្រោះថ្នាក់ផ្សេងត្រូវស្លាប់ឪពុកឬស្លាប់ម្ដាយទៀតក៏មានដែរលក្ខនឹងលក្ខដូចនេះគូស្នេហ៍យកល្អគួរតែយកកូនស្រីឬកូនប្រុសឲ្យត្រូវនឹងធាតុញីធាតុឈ្មោលធាតុញីឈ្មោលរបស់គូស្នេហ៍ទាំងពីរទៅល្អរស់នៅជាមួយគ្នាបានសេចក្តីសុខចម្រើនទៀតផងដោយសារមុននឹងរៀបការគូស្នេហ៍ទៅរកលោកអាចារ្យមើលពលាការគួរឲ្យលោកអាចារ្យមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់គូស្នេហ៍ទាំងពីរនោះដើម្បីយកកូនប្រុសឬកូនស្រីឲ្យត្រូវនឹងធាតុគូស្នេហ៍ទាំងពីរទៅល្អសូមអរគុណ